anh đừng lên nhà anh mà đón bị bắt sao đưa anh ពុកវារសៀលថ្ងៃនេះពុកវាឯងទៅស្រែកុំភ្លេចជីដំឡូងមកផ្ញើផងណាខ្ញុំមកដូចជាឃ្លានដំឡូងណា មិនដឹងជាស្អីទេម៉ែវាឯងនេះទំលងដករាល់ថ្ងៃហើយនៅឃ្លានទៀត យីតាកញ្ចាស់នេះគិតដល់ណាដល់ណីហើយនឹងហ៎ខ្ញុំនេះណាវាឃ្លានពិតមែនអេក្រណាហើយយួរស្អីនឹងក៏ទំនងជាធ្ងន់សម្បើម្លេះនឹង អូបាទមីងគឺទំលងតើមីងខ្ញុំជីកយកមកស្ងោរលក់ចាំជួយទិញហូបផងណាមីង អេអាល្អិតនេះអញខំសួរយកគួហើយសួរប៉ុណ្ណឹងហើយអត់ចិត្តឲ្យមនុស្សចាស់ធ្វើបុណ្យធ្វើទានខ្លះទេអីហើយគិតឲ្យអញទិញវាស៊ីទៀតចាំមើលណាបើហ៊ានតែស្រឡាញ់កូនកំមុំអញឲ្យស្ពៃហើយអានាង មីងកំពុងគិតអីនឹង អូអត់ទេក្មួយអញ្ចឹងក្មួយទៅចុះចាំឆ្អិនចាំមីងជួយទិញណា ស្មានតែខ្ញុំតាមមីងតាន់អីមនុស្សកំជិលផេះមិនចេះរកខ្លួនឯងចាំតែពលាដៃសុំគេប្តីមៀតដូចថ្មីទឹកអង្គិតប្រើទេប្រើបានតែរឿងអូយខ្ជិលនិយាយនាំតែបាប ពុកម៉ែនិយាយជាមួយអ្នកណានឹងអូគឺម៉ែនិយាយជាមួយនឹងនាងក្រិនគេជីកដំឡូងបានច្រើនគិតថាទិញគេយកមកហូបនឹងណាកូនហើយគ្រាន់តែដំឡូងសោះនឹងចាំបាច់ទិញធ្វើអីទៅម៉ែឃ្លានមែនទេចាំកូនណាទៅស្រែជាមួយពុករួចជីកដំឡូងយកមកឲ្យម៉ែណា ទេកុំទៅអីកូនមិនក្តៅខ្លាំងណាស់កូនមិនទម្លាប់នៅទីនេះខ្លាចតែទ្រាំក្តៅមិនបានណាកូនហើយខ្លាចខ្មៅសាច់កូនទៀត អើយកុំទៅអីកូនត្រឹមដំឡូងមកឆ្អែតណាទិញគេហូបទៅវាបានហើយមិនអស់ប្រមាណទេកូនកូនត្រឡប់មកពីបរទេសវិញពុកម៉ែខំខ្លួនមិនឲ្យទៅណាបែបនេះកូនអបសុខខ្លាំងណាស់កូនចង់ទៅជាមួយពុកម៉ែណាមិនជីកដំឡូងក៏បានគ្រាន់តែកូនទៅមើលស្រែផងណាបើអញ្ចឹងថ្ងៃនេះមិនបាច់ទៅទេចាំស្អែកយើងទៅទាំងអស់គ្នាណាចាម៉ែ មីងទំលងឆ្អិនហើយមីងទិញប្រមាណ ម៉ែខ្ញុំក៏នៅក្រៅផ្ទះលក់យ៉ាងម៉េចដែរ ហីមិញនៅនាងហៅមីងក្អាត់ថាម៉ែអីហើយនេះមីងក្អាត់មានកូនស្រីស្អាតយ៉ាងនេះដែរ ចាខ្ញុំជាកូនម៉ែក្អាត់និងពុកប្រុញយ៉ាងម៉េចឆ្ងល់ដែរម្ដងឃើញខ្ញុំហ៎ បំឆ្ងល់បើមកនៅស្រុកនេះជិត10ឆ្នាំហើយមិនដែលឃើញនៅនាងផង អេអ្នកអាក្រិនលក់ដំឡូងឲ្យលក់ដំឡូងណាក៏មកញ៉ៃអាញ៉ៃជាមួយកូនខ្ញុំតិចត្រូវឥឡូវហ្នឹងហែង អត់ទេមីងខ្ញុំអត់មានបានលក់ណាទំលងនេះខ្ញុំយកមកជូនមីងពិសាអន្តើថ្ងៃក្រោយបើមីងចង់ប្រសាសូមប្រាប់មកចុះកុំក្រាញ់ចិត្តអីណាមីង យើពេលឃើញកូនយើងស្អាតលែងលក់ហើយអីកលិចកលុចម៉ែឯងនេះហ៎ ពុទ្ធោមីងនៅណាទៅលក់ទំលងធ្វើអីចែកចាស់ចាស់ហូបបានបនសឹងអីមែនទេ សម្រាប់ថាដំឡូងនេះថ្លៃប្រហែលដែរ បងអត់លក់ទេសុំតែស្គាល់ឈ្មោះអូនទៅបានហើយតើអូនឈ្មោះអី អាក្រិនបើមិនចង់ងាប់ឆាប់ចេញទៅវិញភ្លាមទៅយកដំឡូងឯងទៅផងយើងមិនស៊ីទេវើយ មីងខ្ញុំសុំស្គាល់ឈ្មោះអន្តើគ្រាន់តែរាប់អានចមិត្តភ័ក្រឬក៏អ្នកចិត្តខាងអន្តើមីងខ្ញុំមិនបានគិតអីផ្សេងទេ ខ្ញុំប្រាប់ក៏បានខ្ញុំឈ្មោះឈូកទៅតែមកពីក្រៅប្រទេស ម៉ែអើយស្អាតហើយចំណេះដឹងមកអេមបើបានធ្វើជាប្រពន្ធដឹងជាសំណាងយ៉ាងណាទេ ឯងនិយាយស្អីហ៎កុំសម័យឲ្យសោះណាអាក្រិនលោកឆាប់ទៅវិញទៅចិត្តនេះលោកគ្មានវាសនាបានធ្វើជាកូនប្រសារម៉ែពុកខ្ញុំទេ ចាំមើលខ្ញុំនឹងធ្វើជាកូនប្រសាមីងក្អាត់ឲ្យបាន អើយចាំសេះដោះស្នែងចាំត្រេញដែងដោះសកាសិនទៅអាក្អូន ណែអាពីងអញឆ្ងល់ដល់ហើយកូនមីងក្អាត់ស្អាតអូយស្អាតអញមកនៅស្រុកនេះយូរហើយមិនដែលដឹងតែគាត់មានកូនស្អាតអញ្ចឹងសោះហើយបានបញ្ជូនកូនទៅរៀននៅបរទេសទៀតអញខំទៅដៀលគាត់យីអានេះមើលមនុស្សតែសបកក្រៅមែនហែងមីងក្អាត់ជាមនុស្សកំពូលកំរិះពូប្រាញ់វិញរឹតតែកំពូលហើយស្ដាច់កំរិះពីអ្នកប្តីប្រពន្ធហ្នឹងសំទៅលុយទុកឲ្យកូនទៅរៀននៅក្រៅប្រទេសទេអូយនិយាយមកដូចហំហួនណាស់សុទ្ធតែមើលមនុស្សតែសម្បកក្រៅតែនិយាយដើមគេលង្ហុយជាងអញទៅទៀតសង្ខេបឲ្យខ្លីទៅអញចាប់ចិត្តលើអូនឈូកហែងត្រូវតែជួយអញហើយចុះបើអញប្រាប់ឯងថាអញក៏ស្រឡាញ់នាងដែរឯងគិតមិនមានអាម៉េចបានន័យថាឯងជាសត្រូវអញអញ្ចឹងចាំមើលថារវាងឯងហើយនឹងអញអ្នកណាជាអ្នកឈ្នះអញ្ចឹងក៏បានដែរសត្រូវស្នេហាតែមិត្តភាពនៅដដែលដូចក្មេងលេងបៃលុកបៃលអញ្ចឹងឯងនេះតែសត្រូវគឺសត្រូវហើយ
នៅមិត្តម៉ោងអីទៀតបើទៅដើមស្នេហាគ្នាអញ្ចឹងហើយនោះ អញ្ចឹងប្រកួតគ្នាទៅអ្នកណាបានអ្នកនោះឈ្នះ អាណាបានប្រកាសជាឈ្នះហើយអានេះនិយាយដូចអត់និយាយអញ្ចឹងតោះឆាប់ទៅចាំមើលថាអ្នកណាមានសមត្ថភាពជាង ពុកវីរៀបចំរួចហើយនៅយើងទៅស្រែទាំងអស់គ្នាតែពុកវីឯងព្យួរម្នាក់ឯងទៅណាខ្ញុំនឹងកូនឈូកនៅចាំរៀបបាយទឹកឲ្យពុកវីនៅក្រោមដើមត្នោតក្បែរស្រែយើងនឹងណា មិនដឹងจะទៅធ្វើស្អីទេម៉ែវាបើមិនជួយតដែលនោះ ណែកុំយកអាក្បួនខ្ជិលមកនិយាយជាមួយខ្ញុំណាអត្តបៈនេះ មិនដឹងអ្នកណាខ្ជិលឲ្យប្រកាសទេ និយាយស្អីឯង អត់ទេមានបាននិយាយអីណាកូនឈូករួចហើយនៅកូន ចារួចហើយពុកតោះយើងឆាប់ទៅ ពូមីងអញ្ចឹងតាណាហ្នឹង គឺទៅស្រែនឹងណាក់ក្មួយ ហើយនេះគឺ អូគឺជាកូនមីងឈ្មោះឈូកទៅតែរៀនចប់មកពីបរទេសនឹងណាក់ក្មួយ មិនដែលដឹងសោះថាមីងពូមានកូនស្អាតហើយឆ្លាតបែបនេះសោះខ្ញុំកំពុងតែទំនេរល្មមបើមិនថាអីទេខ្ញុំជួយធ្វើពូចុះណា នេះបានសមជាបរោះមានពូជមានពងល្អនិយាយស្ដីចេះស្គាល់ចាស់ស្គាល់ទុំចេះជួយចាស់ទៀតល្អមែនតើក្មួយបើអញ្ចឹងតោះឆាប់ទៅខ្ញុំសូមជួយម្នាក់ផង មិនចាំបាច់ទេព្រោះមានអ្នកជួយហើយ ពុទ្ធោមីងបើបានខ្ញុំជួយម្នាក់ទៀតមិនកាន់តែឆាប់រួចទៅហើយទេអីល្អអន្តើបានគ្នាច្រើនឆាប់រួចណាម៉ែវា អូតាមពិតនេះក្រាន់នេះសម្ដីមិនសូវល្អតែចិត្តល្អនឹងការងារច្បាស់លាស់ល្អប៉ុន្តែនាយពីងវិញល្អតែក្រៅការងារធ្វើមិនកាត់សោះគិតអីនឹងកូនណែកុំប្រាប់ណាថាលួចគិតពីអាពីរអ្នកនោះមែនហើយម៉ែ